បាទថ្ងៃនេះយើងមកអនុវត្តលំហាត់ជាមួយនឹងការសរសេររូបមន្តតែគេឲ្យជាឈ្មោះហើយឲ្យយើងសរសេរជារូបមន្តតាំងឲ្យរូបមន្តនៃធាតុគីមីហ្នឹងឯងបាទអញ្ចឹងយើងមើលខ្ទង់កគេឲ្យយើងសរសេររូបមន្តបាទសូដ្យូមអុកស៊ីតបាទសូដ្យូមអុកស៊ីតអញ្ចឹងរូបមន្តនៃសូដ្យូមអុកស៊ីតគឺមានបាទធាតុពីរគឺសូដ្យូមជាមួយនឹងអុកស៊ីតបាទអញ្ចឹងដើម្បីសរសេររូបមន្តនេះបានបងអូនត្រូវស្គាល់និមិត្តសញ្ញារបស់មួយសិនណាបាទអញ្ចឹងខ្ទង់កបាទយើងសរសេររូបមន្តសូដ្យូមអុកស៊ីតអញ្ចឹងសូដ្យូមគឺបាទតាំងដោយនិមិត្តសញ្ញាបាទ Na បាទ Na ហើយអុកស៊ីតគឺ O មកពីអុកស៊ីហ្សែនហ្នឹងឯងបាទអញ្ចឹងដើម្បីសរសេររូបមន្តនេះបានយើងត្រូវដឹងពីវ៉ាឡង់របស់វាសិនបាទអញ្ចឹងសូដ្យូមគឺបងប្អូនត្រូវចាំគឺវាមានវ៉ាឡង់ស្មើ1ហើយនឹងអុកស៊ីតឬក៏អុកស៊ីហ្សែនហ្នឹងគឺមានវ៉ាឡង់ស្មើ2អញ្ចឹងដើម្បីផ្សំរូបមន្តនេះចូលគ្នាយើងត្រូវបដូរគោលការណ៍របស់យើងគឺត្រូវបដូរវ៉ាឡង់បាទបដូរវ៉ាឡង់គ្នាហើយបាទ Na ចាប់យក2និង O នេះគឺយើងចាប់យកលេខ1អញ្ចឹងកាលពីមេរៀនមុនយើងដឹងថារាល់លេខបាទលេខ1យើងអាចមិនចាំបាច់សរសេរទេបាទអញ្ចឹងយើងបានតម្រង់រូបមន្តបាទ Na បាទមានសន្ទុះ2បាទហេតុអីយើងមានសន្ទុះ2ដោយសារតែវ៉ាឡង់របស់ O នេះគឺ2បានបោះទៅឲ្យបាទសូដ្យូមអញ្ចឹងយើងបានតម្រង់រូបមន្តបែបនេះបាទយើងមើលខ្ទង់ខគេឲ្យយើងសរសេរដែកពីរស៊ុលផាតអញ្ចឹងដែកពីរស៊ុលផាតកន្លែងវងកញ្ចក់វងកញ្ចក់ហើយមានរម៉ាំង2នេះបញ្ជាក់ថាដែកនេះគឺប្រើវ៉ាឡង់2បាទហេតុអីបានត្រូវបញ្ជាក់បែបហ្នឹងចឹងដោយសារតែអាតូមដែកគឺវាមានវ៉ាឡង់2យ៉ាងបាទមានវ៉ាឡង់2ផងហើយនឹង3ផងអញ្ចឹងដល់ពេលដែលយើងសរសេររូបមន្តត្រូវតែបញ្ជាក់បែបហ្នឹងបាទយើងមើលខ្ទង់ខបាទយើងផ្សំគ្នាមកខ្ទង់ខបាទអញ្ចឹងយើងបានដែកបាទមានវ៉ាឡង់2បាទប្រើវ៉ាឡង់2ហើយស៊ុលភួរបាទនិមិត្តសញ្ញាស S បាទមានវ៉ាឡង់2ដូចគ្នាបាទអញ្ចឹងកាលណាធាតុដែលមានវ៉ាឡង់បាទវ៉ាឡង់ស្មើគ្នាបែបនេះឬក៏ដូចគ្នាបែបនេះគឺយើងសម្រួលវាចោលគឺយើងបានរូបមន្តបាទដែកបាទផ្សំជាមួយនឹង radical ស៊ុលភួរតែម្ដងបាទនេះជារូបមន្តដែកពីរស៊ុលភួរបាទឥឡូវយើងមកមើលរូបមន្តដែក3អុកស៊ីតបាទអញ្ចឹងដែក3អុកស៊ីតគឺគេបញ្ជាក់ថាដែកប្រើវ៉ាឡង់3ណាបាទអញ្ចឹងដែកពេលនេះប្រើវ៉ាឡង់3ហើយ O យើងត្រូវចាំថាវាមានវ៉ាឡង់2បាទអញ្ចឹងយើងអាចបដូរវាបានយកតែម្ដងបាទអញ្ចឹងយើងសរសេរដែកមានសន្ទុះបាទមានសន្ទុះ2បាទចំណែកឯ O គឺមានសន្ទុះ3បាទសន្ទុះ3នេះជារូបមន្តដែក3អុកស៊ីតបាទដែក3អុកស៊ីតចំណុចខបាទចំណុចខគេឲ្យយើងសរសេររូបមន្តប៉ូតាស្យូមខលរូអញ្ចឹងបងអូនត្រូវស្គាល់និមិត្តសញ្ញាប៉ូតាស្យូមគឺអក្សរ K ចំណែកឯក្លរូគឺ radical ក្លគឺ Cl ចឹងបងអាចសរសេរយកដោយសារតែវាមានវ៉ាឡង់មួយដូចគ្នាបាទប៉ូតាស្យូមក៏មួយបាទក្លក៏មួយពីយើងបដូរគ្នាយើងសម្រួលគ្នាអស់នេះយើងបានរូបមន្តបាទ KCl នេះជារូបមន្តប៉ូតាស្យូមក្លរូបាទយើងមើលខ្ទង់ញគឺបាទម៉ាញ៉េស្យូមនីត្រាតចឹងម៉ាញ៉េស្យូមគឺបាទស Mg បាទហើយនឹងនីត្រាត radical នីត្រាតគឺ N បាទ O3 NO3 បាទអញ្ចឹងវ៉ាឡង់វាខុសគ្នាដោយសារតែម៉ាញ៉េស្យូមវ៉ាឡង់2នីត្រាតវ៉ាឡង់3នីត្រាតវ៉ាឡង់1ណាសំទោសនីត្រាតវ៉ាឡង់1អញ្ចឹងយើងបានជាតម្រង់រូបមន្តបាទតងបានតម្រង់រូបមន្តម៉ាញ៉េស្យូមបាទត្រូវបោះវ៉ាឡង់ទៅឲ្យនីត្រាតចឹងដោយសារតែធាតុនេះវាមាន2មាន N និង O យើងត្រូវក្តោបវងកញ្ចក់ឲ្យវាផងណាបាទក្តោបវងកញ្ចក់ឲ្យវា2ដងបាទក្តោបវងកញ្ចក់ឲ្យយើងមើលខ្ទង់ចបាទខ្ទង់ចគេឲ្យសរសេរកាល់ស្យូមអុកស៊ីតបាទអញ្ចឹងកាល់ស្យូមបាទរូបមន្ត Ca ហើយនឹងអុកស៊ីតគឺអុកស៊ីហ្សែនហ្នឹងហើយបាទអញ្ចឹងអុកកន្លែងនេះផ្លេចអក្សរកមួយណាអញ្ចឹងដោយសារតែវ៉ាឡង់វា2ដូចគ្នា
ជាយើងអាចសម្រួលចោលតែម្ដងជាយើងបានបាទសចបាទ CA បាទផ្សំជាមួយនឹង O យកតែម្ដង CA នេះជារូបមន្តបាទ calcium oxide បាទនេះជាលំហាត់អនុវត្តបាទមួយនៅក្នុងមេរៀនដំបូងរបស់យើងអញ្ចឹងយើងនឹងមានវីដេអូបន្តទៅទៀតបងប្អូនអាចទស្សនាបាទតទៀតសូមអរគុណ